រស់ម្នាក់បានទេស្លឹកបៀបើកប្រាក់ខែលើតុ 24000 24,000 មិនទុកមួយសេនណាឡើយប្រពន្ធទាំងអស់កម្មវិធីធនាគារក្នុងទូរស័ព្ទបង្ហាញសេចក្តីជូនដំណឹងថាវេប្រាក់ជោគជ័យទើបតែដាក់ទូរស័ព្ទចុះទូរស័ព្ទប្រពន្ធក៏រត់ឡើងនាងលើកមកមើលបន្តិចចុងមាត់ញឹមបន្តិចម្រាមដៃវាអសរយ៉ាងរហ័សបរោះនោះនិយាយធម្មតាមួយម៉ាត់ថាខែនេះលុយលើកទឹកចិត្តបើកលើ2002 ប្រពន្ធឆ្លើយមួយម៉ាត់ភ្នែកមិនព្រមងើបមើលម្រាមដៃនៅតែចុចលើអេក្រង់គេក្រោកឈរទៅដួសបាយពេលដើរកាត់ពីក្រោយនាងក៏លួចក្រឡេកមើលប្រអប់សារសន្ទនាបន្តិចឈ្មោះចំណាំសរសេរថាបងវាងប៉ុន្តែរូបតំណាង profile មិនដែលឃើញសោះជារូបឆ្កែរោមពណ៌មាសពីក្រោយឆ្កែនោះមានឈរជើងខោខើបុយរបស់បុរសប្លែកមុខម្នាក់គេលូកដៃចង់យកមកមើលបន្តិចប្រតិកម្មរបស់ប្រពន្ធលឿនរហ័សគួរឲ្យភ័យខ្លាចចានបាយទង្គិចលើតលន់សម្លេងឆ្កាំងយ៉ាងខ្លាំងទូរស័ព្ទត្រូវបាននាងក្តាប់ជាប់ក្នុងដៃទៅហើយលើអេក្រង់នៅតែភ្លឺប្រអប់សារសន្ទនាជួរចុងក្រោយនៃប្រអប់សារសន្ទនាគេបង្រួមភ្នែកក្រឡេកមើលបន្តិចមើលមិនច្បាស់ទេឃើញតែពាក្យពីរម៉ាត់ថាយប់មិញនាងបានចុចបិទអេក្រង់អេក្រង់ងឹតឈឹងនៅក្នុងផ្ទះក៏ងឹតទៅតាមនោះដែរសល់តែភ្លើងក្នុងផ្ទះបាយដែលនៅភ្លឺគេភ្លៀងស្មារតីមួយស្ទុះដាក់ចង្កឹះចុះពកក្រោយទាញយកអាវក្រៅដើរចេញក្រៅទ្វារគេមិនបានទៅណាឆ្ងាយទេគឺអង្គុយលើបង់វែងក្នុងសួនច្បារបូរីពន្លឺព្រះអាទិត្យអស្តង្គតចុងក្រោយបានអែបបាត់រវាងចន្លោះអគារភ្លើងភ្លឺឡើងលាន់សំឡេងវឹងពីរដងទើបនឹងស្ងប់ទូរស័ព្ទក្នុងហោប៉ារញ៉ោ3ដងគេទាញមកមើលបន្តិចពាក្យប្រពន្ធពីរម៉ាត់ភ្លឺផ្លែតលើអេក្រង់គេមិនបានទទួលឡើយការរញ៉ោលើកទី4គឺជាសារ WeChat មាន4ម៉ាត់បងទៅណាហើយគេសាររីស្ងាត់ទូរស័ព្ទសុកចូលហោប៉ាវិញដោយមិនបានតបពេលនោះគំនិតដំបូងក្នុងខួរក្បាលគេមិនមែនថានាងឆាត់ជាមួយនរណាទេប៉ុន្តែគឺលបឿនដែលនាងសន្ទុះទៅដណ្ដើមយកទូរស័ព្ទគឺលឿនជាងពេលខ្ញុំចុចហៃឡានសង្គ្រោះបន្ទាន់120ទៅទៀតមានការមួយនោះកូនប្រុសបានលេបឃ្លីមួយគ្រាប់ពេលខ្ញុំស្ទុះទៅបន្ទប់ទឹកដើម្បីលោកយកចេញឲ្យកូននាងនៅតែរាវរកសាឡាណូកែក្នុងកាបូបនៅឡើយលបឿនមួយនោះគេចាំរហូតមកដល់សប្តាហ៍ថ្ងៃគេក្រោកឈរដើរចេញពីបូរីបាត់ចូលកែងផ្លូវចូលហាងមីមួយកន្លែងថៅកែហាងមីនោះស្គាល់គេក៏ថែមសាច់គោឲ្យគេពីរដុំក្នុងចានថ្ងៃនេះមកតែម្នាក់ឯងទេហ៎ថៅកែសួរគេឆ្លើយបាទអានក្បាលញ៉ាំមីទឹកស៊ុបមីក្តៅរលាកមាត់គេហត់បានពីរម៉ាត់រួចដកដង្ហើមធំយកចង្កឹះចាប់សាច់គោមួយដុំទំពីយឺតយ៉ាងយូរទើបតែលេបចូលពោះទូរស័ព្ទត្រញោគឺម្ដាយគេទេមកម្ដាយគេនិយាយថាអាលីជាលេប្រាប់ថាឯងយកលុយហើយដើរចេញបាត់គេខំក្បាលចង្កឹះរៀបរាប់ថាគ្មានរឿងអីទេម៉ាក់កុំខ្វល់អីម្ដាយគេប្រាប់ថាមានរឿងអីនិយាយគ្នាល្អកុំឆ្លុះប្រកែកគ្នាអីគេឆ្លើយថាបាទដឹងហើយរួចក៏បិទទូរស័ព្ទបន្តញ៉ាំមីចាននោះទៀតទឹកស៊ុបត្រជាក់អស់ហើយគេលើកចានហុតមួយម៉ាត់រួចក៏ដាក់ចុះវិញចេញពីហាងមីគេទៅក្រោមកន្លែងធ្វើការក្រុមហ៊ុនអង្គុយលេងមួយស្ទុះសម្លឹងមើលភ្លើងការិយាល័យនៅលើអគាររលត់ម្ដងមួយសន្តិសុខដើរមកសួរគេថាម៉េចក៏នៅមិនទាន់ទៅផ្ទះទៀតគេប្រាប់ថាថែមម៉ោង overtime សន្តិសុខដើរចេញបាត់គេបន្តអង្គុយទៀតអេក្រង់ទូរស័ព្ទភ្លឺឡើងបន្តិចគឺជាសារពីធនាគារកាត់ប្រាក់ខែទើបតែត្រូវគេដកប្រាក់ចេញ2000ត្រូវបានដកចេញគេសម្លឹងមើលសារនោះយ៉ាងយូរគំនិតដំបូងគឺនាងសំបីតែរងចាំស្ដាប់ខ្ញុំនិយាយមួយម៉ាត់ក៏មិនព្រមគំនិតទី2គឺនាងសំបីតែដូរលេខកូដសម្ងាត់ password ក៏មិនព្រមលេខកូដសម្ងាត់គឺជាថ្ងៃឆ្នាំរៀបការរបស់ពួកគេនាងដឹងរហូតមកថ្ងៃបន្ទាប់គេបានទៅធនាគារធ្វើការរីកាបាត់ការប្រាក់ខែនោះ freeze lost card លេខកូដសម្ងាត់ការថ្មីត្រូវបានដូរទៅជាថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសពេលគេវាបញ្ចូលលេខកូដសម្ងាត់ចុងរៀងដៃបានបង្អង់បន្តិចលើក្តារចុចលេខ5មួយខ្ទង់ចូលទៅយ៉ាងរលូនរហ័សចេញពីធនាគារគេបានផ្ញើសារមួយទៅកាន់ប្រពន្ធកាត់ប្រកាសបាត់ហើយថ្ងៃក្រោយប្រាក់ខែបាញ់ចូលកាត់ថ្មីប្រហែល10នាទីក្រោយមកប្រពន្ធក៏ទេមកវិញសំឡេងស្រែកឡើងយ៉ាងខ្លាំងខ្ពស់តើបងចង់ធ្វើស្អីហ្នឹងចង់រស់នៅជាមួយគ្នាទៀតឬអត់សំឡេងសាច់ចំអកសាច់ហួសចិត្តស្ងួតហេហាគេនិយាយថារស់នៅកើតឬមិនកើតក្នុងចិត្តអូនច្បាស់ជាងបងទៅទៀតនាងនិយាយថាអូនគ្រាន់តែឆាតលេងតើមានកើតអីណាគេនិយាយថាគ្រាន់តែឆាតលេងចាំបាច់ត្រូវអបទូរស័ព្ទរាល់ថ្ងៃបងគ្រាន់តែទៅចិត្តអូនបន្តិចអូនក៏បិទអេក្រង់ភ្លាមគេនិយាយបន្ថែមរឿងដែលថាអូនមានស្រីឬមានប្រុសថ្មីអូនជឿមិនជឿខ្លួនឯងនិយាយថាមិនអីទេអញ្ចឹងខ្ញុំបិទហើយនិយាយរួចក៏បិទទូរស័ព្ទទៅប៉ុន្មានថ្ងៃនោះគាត់ស្នាក់នៅអន្តេវាសិកដ្ឋានក្រុមហ៊ុនប្រពន្ធគាត់ពីដំបងខ20ដងគាត់ធ្វើមកសល់ត្រឹម5មួយដងអាកប្បកិរិយារបស់នាងពីជាប្រមាថរហូតដល់យំហើយសំទោសគាត់ទទួលទូរស័ព្ទទាំងអស់ប៉ុន្តែរាល់លើកឆ្លើយតបតែ3ម៉ាត់ប៉ុណ្ណោះដឹងហើយចុងសប្តាហ៍នាងបានមកដល់ក្រោមអគារក្រុមហ៊ុនភ្នែកហាមស្ទើរតែបិទហើយនិយាយថាត្រឡប់ទៅផ្ទះវិញដើម្បីនិយាយគ្នាឲ្យច្បាស់គាត់សម្លឹងមើលភ្នែកដែលហាមរបស់នាងក៏នឹកឃើញសារសម្លេងដែលកូនប្រុសផ្ញើមកកាលពី2ថ្ងៃមុនសួរថាប៉ាត្រឡប់មកវិញនៅពេលណាសម្លេងតូចដូចជាខ្លាចរំខានដល់អ្នកដទៃអីចឹងគាត់បានស្ដាប់សារសម្លេងនោះសារឡើងវិញចំនួន3ដងរាល់លើកគាត់តែងតែឆ្លើយតបនៅឃ្លាដដែលប៉ុន្តែគ្មានផ្លូវណាអាចផ្ដល់លទ្ធផលខុសពីនេះឲ្យកូនបានឡើយជួបគ្នានៅខាងក្រោមគាត់និយាយថាអូនត្រឡប់ទៅផ្ទះវិញទៅពួកយើងរស់នៅជាមួយគ្នាឲ្យបានល្អនាងនិយាយថាបងឲ្យអូនមើលទូរស័ព្ទបងបន្តិចសិនមកទឹកមុខរបស់គាត់ស្រាប់តែប្រែប្រួលសើចចំហកហាចុងក្រោយក៏និយាយពាក្យមួយឃ្លាថាហេតុអ្វីបានជាអូនចង់មើលទូរស័ព្ទបងគាត់សួរថាចុះបងអាវ៉ាំងនឹងជានរណានាងឆ្លើយថាគ្រាន់តែជាមិត្តតាមអ៊ីនធឺណិតធម្មតាធ្លាប់ជួបគ្នាក្រៅទេគាត់សួរថាឆាតគ្នាយូរហើយឬនៅនាងឆ្លើយថាមិនយូរប៉ុន្មានទេគាត់សួរថាមិនយូរប៉ុន្មាននឹងរយៈពេលប៉ុន្មានដែរកន្លះឆ្នាំ2ឆ្នាំមួយពេលបងយកទូរស័ព្ទចាស់អូនមកប្រើគឺឃើញឆាតគ្នាស្រាប់ទៅហើយនាងអោនក្បាលចុះម្រាមដៃក្តោបនិងបង្វិលក្បាលរត់អោក្រៅក្បាលរត់វិលចុះឡើងនៅក្នុងចុងម្រាមដៃលាន់សូរប្រផឹកនាងនិយាយថាមិនមែនដូចអ្វីដែលបងគិតនោះទេគាត់សួរថាចុះអូនថាវាយ៉ាងម៉េចវិញយកទូរស័ព្ទឲ្យបងមើលបន្តិចមកតែមួយផ្លែទេនាងក្រវីក្បាលហើយលាក់ទូរស័ព្ទទៅខាងក្រោយខ្នងគាត់សម្លឹងមើលជ្រុងស្រោមទូរស័ព្ទដែលលេចចេញមកពីក្រោយខ្នងនាងនៅលើស្រោមនោះមានបិទរូបស្ទីគឺមួយសន្លឹកគឺជាបាក់សីព្រះអាទិត្យផ្កាឈូករ័ត្នដែលកូនប្រុសបានគូកាលនៅរៀនថ្នាក់ម្ដាយឥឡូវនេះផ្កាមួយតុងនោះនឹងរូបគាត់រក្សាគម្លាតដោយខ្នងរបស់នាងគាត់និយាយថាមានផ្លូវពីរជ្រើសរើសបង្ហាញទូរស័ព្ទឲ្យបងមើលដើម្បីបញ្ចប់បើមិនអីចឹងទេពួកយើងបែកគ្នាទៅនាងនិយាយថាបងមិនអាចធ្វើបែបនេះទេនេះមកពីបងមិនទុកចិត្តអូនគាត់សើចចំអកមួយឃ្លាហាប្រាក់ខែបងរាល់ខែឲ្យអូនទាំងអស់
អូនវេប្រាប់ឲ្យម៉ែអូនបងមិនដែលសួរដេញដល់មួយម៉ាត់ចុចទូរស័ព្ទដល់ម៉ោងប៉ុន្មានក៏បងមិនដែលថាតែមួយម៉ាត់ចុះអូនហៅទង្វើនេះថាជាការមិនទុកចិត្តអីចឹងមាត់ប៉ុន្តែគ្មានពាក្យអ្វីនិយាយចេញមកសោះឡើយដៃដែលក្តាប់ទូរស័ព្ទនោះសឹមទម្លាក់ចុះក្រោមលើកឡើងបន្តិចរួចក៏ទម្លាក់ចុះក្រោមវិញគាត់ដកទូរស័ព្ទខ្លួនឯងចេញមកបើកម្មវិធីថតសំឡេងរួចដាក់នៅលើតុហើយនិយាយថាអូននិយាយមកបងចាំស្ដាប់នាងក្រឡេកមើលអេក្រង់ទូរស័ព្ទបន្តិចឈោមួយសន្ទុះរួចអង្គុយចុះចាប់អប់ជង្គង់ទាំងពីរហើយនិយាយមួយឃ្លាថាអូនធ្លាប់ផ្ញើរូបថតឲ្យគាត់សួរថារូបថតអ្វីនាងឆ្លើយថាគឺរូបថតធម្មតាតើគាត់សួរថាបើធម្មតាហេតុអ្វីអូនខ្លាចបងឃើញនាងកប់មុខទៅក្នុងជង្គង់បញ្ចេញសំឡេងស្អកថាអូនខ្លាចបងគិតថាវាមិនល្អគាត់មិនបានតបអ្វីឡើយគាត់ចុចផ្អាកការថតសំឡេងរួចនិយាយថាអញ្ចឹងអូនប្រាប់ខ្លួនឯងទៅមើលថាបងគួរតែគិតថាមិនល្អឬក៏អត់គាត់ឈរឡើងរួចនិយាយថាអញ្ចឹងបញ្ចប់ត្រឹមនឹងហើយរួចងាកក្រោយទៀតនឹងក៏ចាប់ដៃរបស់គាត់ជាប់មិនទៅរឿងកូនគាត់បានឈប់ស្ងៀមមិនព្រមងាកក្រោយដោយបែរខ្នងដាក់នាងសំឡេងគាត់ស្មើនឹងទៀតជាមុនបន្តិចកូននៅជាមួយខ្ញុំនាងនិយាយថាអាស្រ័យលើអ្វីសូម្បីតែថ្នាក់រៀនបន្ថែមរបស់កូននៅអាគារណាក៏អ្នកចាំមិនបានផងលើកមុនអ្នកទៅទទួលកូនច្រឡំសាលាអស់ពីរកូនឈររងចាំនៅមុខទ្វារអស់កន្លះម៉ោងនាងនិយាយថានោះមកពីខ្ញុំមិនបានប្រយ័ត្ននាងប្រាប់ថាលើកក្រោយនឹងប្រយ័ត្នឲ្យតែមនុស្សម្នាក់នោះនៅតែនៅក្នុងទូរស័ព្ទនាងនឹងមិនប្រយ័ត្នជារៀងរហូតគាត់មិនបានតបអ្វីឡើយដៃរបស់នាងក៏បានរអិលធ្លាក់ចេញពីដៃអោរបស់គាត់ពេលគាត់ដើរចេញទៅគាត់មិនបានងាកក្រោយមើលឡើយប៉ុន្តែត្រង់ជ្រុងផ្លូវបត់គាត់បានឈប់មួយជំហានព្រោះតែនៅពេលនោះខ្យល់ស្រាប់តែបដូរទីដៅធូលីបានបក់ប៉ះពេញផ្ទៃមុខរបស់គាត់បានញីភ្នែកបន្តិចហើយក៏ងាកក្រោយនៅយប់នោះគាត់បានទូរស័ព្ទទៅមិត្តភ័ក្តិដែលជាមេធាវីមិត្តភ័ក្តិណែនាំឲ្យបែកគ្នានៅដាច់ដោយឡែកសិនហើយរក្សាទុកប្រវត្តិទេប្រាក់និងរូបថតអេក្រង់សារឆ្លើយឆ្លងបន្ទាប់ពីស្ដាប់រួចគាត់ក៏បិទទូរស័ព្ទហើយឈរនៅក្បែរបង្អួចខាងក្រៅកំពុងតែមានភ្លៀងធ្លាក់ដំណក់ទឹកភ្លៀងរត់ប៉ះកញ្ចក់ហើយហូរចុះមកក្រោមយឺតដល់ចុងសប្តាហ៍គាត់បានទៅទទួលកូនប្រុសចុះពីលើ server រួចដើរទៅមុខស្តង់លក់ស្ករសំឡីទាញដៃអោរបស់គាត់ហើយនិយាយថាប៉ាកូនចង់ញ៉ាំអាហ្នឹងគាត់បានទិញស្ករសំឡីមួយឲ្យកូនប្រុសកាន់ស្ករសំឡីខាំមួយម៉ាត់រួចស្រាប់តែឯប្រគៀកត្រចៀកគាត់ហើយសួរតិចថាប៉ាមិនត្រូវការម៉ាក់ទៀតទេមែនទេគាត់បានអង្គុយចុះជូតសំណល់ស្ករដែលប្រឡាក់នៅកែមាត់កូនប្រុសហើយនិយាយថាប៉ាជារៀងរហូតនៅតែជាប៉ារបស់កូនគ្មានថ្ងៃប្រែប្រួលឡើយកូនប្រុសមកក្បាលរួចក៏រត់ត្រឡប់ទៅលេងគ្រឿងណូអែលវិញពេលល្អចុះពីលើកំពូលគ្រឿងណូអែលកូនប្រុសបានស្រែកថាប៉ាមើលកូនហាហាសំឡេងនោះបានលាន់នៅពេញទីលានកំសាន្តដូចជាខ្សែមួយចំណងមិនវែងមិនខ្លីដែលល្មមអាចចងភ្ជាប់រូបគាត់បាននៅយប់នោះពេលគាត់ត្រឡប់ទៅដល់កន្លែងស្នាក់នៅប្រពន្ធរបស់គាត់បានផ្ញើសារវិច្ឆ័យមកមួយទៀតថាពួកយើងពិតជាមិនអាចត្រឡប់ទៅដូចដើមវិញមែនទេគាត់មើលសារនោះមួយផ្លែតរួចដាក់ទូរស័ព្ទកាប់មុខនៅលើទំមុខក្រែបន្តិចក្រោយមកអេក្រង់ទូរស័ព្ទក៏ភ្លឺឡើងម្ដងទៀតគឺជារូបថតមួយសន្លឹកដែលនាងបានផ្ញើមកជាថតរូបកូនប្រុសដែលបានថតនៅឯទីលានកំសាន្តកាលពីថ្ងៃញឹមបិទភ្នែកស្ទើរតែបិទជិតដែលកាន់ស្ករសំឡីមានជាប់សរសៃស្ករនៅលើថ្ពាល់គាត់អង្គុយសម្លឹងមើលរូបនោះអស់យ៉ាងយូររួចក៏រក្សារូបថតនោះទុកនិងកំណត់វាជា wallpaper ផ្ទៃខាងក្រោយនៃការសន្ទនាបន្ទាប់មកគាត់បានចុចបិទអេក្រង់ដោយមិនបានឆ្លើយតបសារនោះឡើយនៅខាងក្រៅបង្អួចគឺជាទីដែលផ្ទុយពីទីលានកំសាន្តនៅក្នុងរូបថតកូនគាត់សម្លឹងមើលទៅខាងក្រៅគ្មានឃើញអ្វីទាំងអស់មានតែ server ដែលមើលមិនឃើញប៉ុន្តែនៅតែបន្តវើជុំវិញវើមួយជុំហើយមួយជុំទៀតដោយមិនដែលឈប់មនុស្សយើងក្នុងមួយជីវិតនេះប្រាក់អស់អាចរកថ្មីបានតែបើបាត់បង់ទំនុកចិត្តហើយគឺបាត់បង់អ្វីទាំងអស់អ្វីដែលឈឺចាប់បំផុតមិនមែនជាការក្បត់ចិត្តនោះទេតែជាការដែលអ្នកដឹងខ្លួនថានៅក្នុងចិត្តរបស់អ្នកម្នាក់នោះរូបអ្នកលែងមានសំខាន់ជាយូរមកហើយហើយអ្នកវិញនៅតែព្យាយាមស្វែងរកលេខនៅក្នុងវិនាទីដែលគាត់ចុចបិទអេក្រង់ទូរស័ព្ទបង្អួចនៃជីវិតអាពាហ៍ពិពាហ៍ក៏ត្រូវបានបិទជិតទាំងបង្អួចនោះមិនមែនស្រាប់តែបិទភ្លាមនោះទេគឺវាត្រូវគេរុញបិទបន្តិចម្ដងយ៉ាងយឺតមិនដឹងជាប្រើពេលរុញអស់យូរប៉ុណ្ណារហូតដល់ចុងក្រោយយឺសំឡេងផាំងបិទយ៉ាងជិតស្និទ្ធសំឡេងផាំងមួយនោះគឺខ្លាំងជាងពាក្យពេចន៍ទាំងឡាយណាទាំងអស់